បាទជំរាបសួរអ្នកទាំងគ្នាវីដេអូនេះខ្ញុំចេញមកលងអ្នកទាំងគ្នាទាំងងឹតតែមិនមានភ្លើងឯច្រើនទេតែខ្ញុំអត់សូវមានភ្លើងទេអញ្ចឹងខ្ញុំចង់បង្ហាញអ្នកទាំងគ្នាអំពីរបៀបក្នុងការបង្កើតសាច់រឿងដោយប្រើ AI អ្នកទាំងគ្នាឥឡូវហ្នឹងគឺមាន ChatGPT ឥឡូវមាន AI ច្រើនមែនទែនប៉ុន្តែខ្ញុំសូមលើកយក ChatGPT ដែលជា AI ដែលចេញមុនគេឥឡូវមាន AI ចិន AI ច្រើនទៀតចឹងអញ្ចឹងគ្នាយើងមួយចំនួនដែលអត់ទាន់បានចេះអំពីរបៀបក្នុងការបង្កើតសាច់រឿងនៅក្នុងដែលប្រើ AI អ្នកទាំងគ្នាអាចមើលវីដេអូរបស់ខ្ញុំបានហើយសម្រាប់គ្នាយើងដែលអត់ទាន់បានជួយចុច Subscribe ចុច Share ចុច Subscribe នៅ Channel របស់ខ្ញុំចុច Follow Page របស់ខ្ញុំចុចFollow TikTok របស់ខ្ញុំអ្នកទាំងគ្នាជួយចុច Subscribe ចុច Follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីអញ្ចឹងនៅក្នុង ChatGPT អ្នកទាំងគ្នាអាចធ្វើការបង្កើតសាច់រឿងជាភាសាខ្មែរជាភាសាអង់គ្លេសបានយ៉ាងងាយដែលយើងមិនចាំបាច់គិតឲ្យច្រើនតែយើងគ្រាន់តែដាក់ឲ្យវាជួយបង្កើតឲ្យយើងគឺវាអាចបង្កើតបានអូខេតោះកុំឲ្យខាតពេកយើងទៅធ្វើទាំងអស់គ្នាអូខេអ្នកទាំងគ្នាឥឡូវយើងចូលមកដល់ក្នុងទូរស័ព្ទដៃរបស់យើងហើយយើងចូលទៅ ChatGPT អ្នកទាំងគ្នាអូខេខ្ញុំ back នេះមកនេះជាអ្វីដែលខ្ញុំធ្លាប់បានបង្កើតអ្នកទាំងគ្នាអូខេអញ្ចឹងខ្ញុំដើម្បីវាសរសេរសាច់រឿងឲ្យ ChatGPT ជួយសរសេរសាច់រឿងឲ្យយើងអ្នកទាំងគ្នាអាចចុចកន្លែងអាសនេះហើយអ្នកទាំងគ្នាថាសរសេរថា give me យើងសេជាភាសាខ្មែរទៅសូមជួយបង្កើតសាច់រឿងជីដូនចាស់ជីសាច់រឿងជីដូនចាស់និងចៅស្រីកំសត់ចុចយើងចុចផ្ញើទៅដើម្បីឲ្យ AI គាត់សរសេរឲ្យការដូចឲ្យទំនាក់ទំនងរវាងដូនចាស់និងចៅស្រីអូខេទាំងចំណងជើងចុងផ្លូវកំសត់នេះតើគ្នាឃើញអត់ AI របស់ ChatGPT គឺពិតជាអស្ចារ្យនេះតើគ្នាគឺជួយសរសេរឲ្យយើងបានរ៉ៃរ៉ាប់លម្អិតហើយចុងក្រោយអ្នកមើលចុងក្រោយគេនឹងដាក់ចាំមើលទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាចុងក្រោយវាដាក់ថាពេលវេលាបានបន្តទៅក៏មានថ្ងៃដែលជីដូនមិនអាចកាន់ចំបងជីទៅផ្សារទៀតបានតែចៅស្រីក៏បានលួចឆ្លៀតពេលរៀនពេលខ្លះជូនលក់ដូរជំនួសទាំងភាពខ្មុំក្តីស្រឡាញ់និងក្តីសង្ឃឹមរបស់ពួកគេឧទាហរណ៍ជាកម្លាំងចិត្តរបស់សាច់ញាតិអ្នកទាំងគ្នាមើលសាច់រឿងគឺយើងអាចយកទៅកែកុនតិចតួចហើយយើងអាចសរសេរបង្កើតជាសាច់រឿងបានគឺ AI ជួយយើងបានច្រើនមែនទែនអ្នកទាំងគ្នាអូខេអ្នកទាំងគ្នាវីដេអូខ្លីរបស់ខ្ញុំអ្នកទាំងគ្នាមើលទៅហើយអាចធ្វើសារល្បងបានអូខេអ្នកទាំងគ្នាវីដេអូខ្លីរបស់ខ្ញុំមិនដែរគឺ AI របស់ ChatGPT គឺអាចសរសេរសាច់រឿងជាភាសាខ្មែរបានហើយលឿនទៀតហើយយើងអាចយកមកកែកុនតិចតួចគឺយើងអាចចង់និយាយថាយើងអាចបង្កើតជាតុក្កតាជាចលនាហើយយើងដាក់រូបសាច់រឿងចូលតែម្ដងគឺយើងអត់ចាំបាច់អង្គុយគិតច្រើននាំឈឺក្បាលទេគឺយើងត្រូវបង្កើតតែសាច់រឿងឲ្យ AI សេហើយយើងបង្កើតតួអង្គហើយដាក់បញ្ចូលសាច់រឿងតែម្ដងអូខេអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូខ្លីមួយនេះហើយខ្ញុំសង្ឃឹមថាខ្សែវីដេអូខ្លីមួយនេះនឹងផ្ដល់ជាប្រយោជន៍ដល់អ្នកនរគ្នាបានច្រើនហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច Subscribe ចុច Share ចុច Follow Subscribe នៅ Channel YouTube របស់ខ្ញុំហើយចុច Follow Page ចុច Follow TikTok ហើយនឹងចុច Share ឲ្យបានច្រើនអ្នកនរគ្នាហើយជម្រាបលាអ្នកនរគ្នាបាយបាយជួបខ្ញុំខ្សែវីដេអូក្រោយ